ទាញផែនទីឬក៏តំណែងនេះទៅជា map layout អញ្ចឹងដើម្បីផលិតជាផែនទីกระดาษមួយគឺយើងហៅថា map layout អញ្ចឹងអ្នកអាចចូលកន្លែង project ហើយចូលកន្លែង new print layout បញ្ជាក់ new print layout នេះសម្រាប់តែអ្នកដែលបង្កើតលើកដំបូងអញ្ចឹង new print layout ឧទាហរណ៍ថាខ្ញុំ add map ចូលមួយអញ្ចឹងខ្ញុំចាប់ផ្ដើមគូសនៅផ្នែកខាងនេះខ្ញុំទុក space ដើម្បីដាក់ផែនទីតូចមួយនៅចំហៀងអញ្ចឹងវានឹង load ផែនទីនេះមកបន្ទាប់ពីអ្នកបានប៉ុណ្ណឹងហើយពេលអ្នកបិទឬក៏ពេល save ទុកឲ្យចង់ចូលកែឡើងវិញអ្នកអត់យក new print layout ទេគឺយកកន្លែង layout អញ្ចឹងឃើញ map ដដែលអញ្ចឹងវានឹងមកអញ្ចឹងខ្ញុំនឹងឃើញនៅកន្លែងពាក្យ item property អញ្ចឹងជាធម្មតាកន្លែង interface នេះគឺខ្ញុំរៀបចំបែបនេះដល់ពេលខ្ញុំចង់ចូលទៅមួយណាវានៅផ្នែកខាងអញ្ចឹងអ្នកអាចយកពាក្យ frame នេះមានន័យថាយើង crease ឲ្យឃើញចេញបន្ទាត់សងខាងនេះតមកទៀតខ្ញុំនឹងដាក់ផ្នែកខាងលើនេះខ្ញុំនឹងសេរីវាឲ្យត្រូវតាមទំហំអញ្ចឹងខ្ញុំចង់បានប៉ុណ្ណេះដើម្បីកុំឲ្យវារត់ចុះឡើងអ្នកអាចចុចកន្លែងខាងស្ដាប់នេះហើយយកពី edit ហើយអ្នក path lake scale នឹងចូលមកនៅពេលនោះវានឹងបង្ហាញអ្នកចង់ទាញទៅណាក៏នៅតែវាអត់ zoom in zoom out ក៏នៅតែវារក្សានៅទំហំនឹងដែរដើម្បីយើងទាញផែនទីផ្នែកខាងក្នុងបានគឺយើងចុចនៅផ្នែកខាងក្រោមនេះគឺ move item content អញ្ចឹង move item content គឺវា move ទៅផ្នែកខាងក្នុងទេបន្ទាប់ពីនេះអ្នកអាចចុចផ្នែកខាងលើវិញគឺ select move item នៅផ្នែកខាងនេះខ្ញុំចង់បានជា UTM តំណែងខ្ញុំជា UTM អញ្ចឹងខ្ញុំបានប៉ុណ្ណឹងតើនៅខ្វះអីទៀតចំណងជើងផែនទីឬក៏ខ្ញុំដាក់ផែនទីទី2មួយទៀតគឺខ្ញុំគូសនៅផ្នែកក្បែរនឹងដែរបន្តមកទៀតអ្នកឃើញចេញជាផែនទីអញ្ចឹងធ្វើម៉េចដើម្បីឲ្យវាទៅជាផែនទីប្រទេសកម្ពុជាតែមួយអញ្ចឹងអ្នកអាចមើលផ្នែកខាងក្រោមនេះចិត្តកន្លែង lock layer នេះយើងចូលទៅ inset map ដែលយើងបានបង្កើតតមកទៀត inset map នេះអ្នកអាចចុចហើយថយវាបានខ្ញុំចង់បានឲ្យវានឹងអូខេប៉ុណ្ណឹងអញ្ចឹងខ្ញុំអាចយកកតុយខាងក្រោយនេះឲ្យវាទៅជា00ដើម្បីវាងាយស្រួលមើលខ្ញុំ copy ខ្ញុំ pass ចូលមួយទៀតដើម្បីកុំឲ្យវារត់អូខេតមកទៀតខ្ញុំនឹងចុចពាក្យ frame មួយទៀតដើម្បីវា frame បន្ទាប់ពីបានប៉ុណ្ណឹងហើយខ្ញុំនឹងដាក់ចំណងជើងខ្ញុំ add label មានន័យថាយើង add ចំណងជើងឲ្យផែនទីនឹងទាំងមូលអញ្ចឹងខ្ញុំដាក់ថាផែនទីប្រទេសកម្ពុជាអញ្ចឹងនៅពេលដែលសរសេររួចហើយអ្នកមើល font ខាងក្រោមនេះចុចកន្លែង font ហើយអ្នកអាចដូរ font បានខ្ញុំឆ្លាញ់ font ខ្មែរ OS មួយឡើង font size ទំហំគឺខ្ញុំតម្លើងយកត្រឹម16នេះចេញតមកតអ្នកឃើញនៅខាងក្រោមនេះ center យកកណ្ដាលហើយ middle កណ្ដាលដូចគ្នាអញ្ចឹងខ្ញុំចង់បានជា grid មួយនៅសងខាងនេះអញ្ចឹងខ្ញុំយកពាក្យកន្លែង add rectangle នេះខាងក្រោមនេះហើយខ្ញុំយកមកគូសដើម្បីឲ្យវាមានបន្ទាត់មួយខ្មៅហើយមើលទៅមានសោភ័ណភាពអញ្ចឹងដល់ពេលដែលគូសរួចវានឹងចេញជាទម្រង់បែបនេះអ្នកចូលកន្លែង style នេះអញ្ចឹងចុចចូលលើវាហើយអ្នកយកកន្លែង no brush អញ្ចឹងអ្នកអាចទាញវាដើម្បីមើលពីឆ្វេងស្ដាំឲ្យត្រូវតាមតម្រូវការរបស់អ្នកនរគ្នាជាធម្មតាទាញគឺខ្ញុំទុក space ឲ្យវាសងខាងបន្តិចដើម្បីឲ្យវាមើលទៅវាស្អាតហើយវាពេលដែលយើង export ទៅវាអត់បាត់បន្ទាប់ពីបានប៉ុណ្ណឹងនៅខ្វះអីទៀតបន្តមកទៀតនៅពេលដែលអ្នកគូសរួចដោយសារ layer របស់នេះគឺវានៅស្ថិតនៅខាងលើអញ្ចឹងនៅពេលដែលយើងចង់ចុចទៅ layer ប្រទេសកម្ពុជាវាអត់ចូលទេបន្តមកទៀតអ្នកចុចកន្លែង item នេះហើយទាញកន្លែង rectangle នេះចុះមកក្រោមគេបងអស់អញ្ចឹងពេលអ្នកចុចទៅវានឹង load ចូលវិញខ្ញុំចង់បាន grid មានន័យចង់បានជា grid នៅក្នុងផែនទីនេះគឺខ្ញុំចូលកន្លែង item property វិញអ្នកមើលពាក្យខាងក្រោមនេះមានពាក្យ grid ចុចតម្លាក់ចុះហើយបូក1ចុចលើវា modify grid នៅផ្នែកខាងនេះខ្ញុំវាយលេខចូលដើម្បីចង់ដឹងថា grid នឹងវាទំហំប៉ុណ្ណាវាចូលទៅបើអត់តន់ចេញទេអ្នកអាចចូលកន្លែងរូបផែនទីខាងលើនេះផែនដីនេះហើយចូល predefine CSS អញ្ចឹងខ្ញុំយក32648វានឹង load មកដោយសារវាញឹកពេកខ្ញុំចង់បានឲ្យវារាងវង្វល់បន្តិចខ្ញុំបន្ថែមលេខឲ្យវាអញ្ចឹងខ្ញុំគិតថាប៉ុណ្នេះអីដែលខ្ញុំចង់បានគឺគ្រប់គ្រាន់ហើយអញ្ចឹងខ្ញុំ scroll មកផ្នែកខាងក្រោមគឺខ្ញុំយក draw coordinate នេះគឺខ្ញុំនៅតម្លាក់ខាងស្ដាំគឺខ្ញុំចង់ឲ្យវាចេញជាអក្សរពិឈរខ្ញុំអត់ចង់ឲ្យវាចេញអញ្ចឹងទេអញ្ចឹងខ្ញុំមើល horizontal នេះទៅជា vertical ascending អញ្ចឹងគឺវាចេញដេកឲ្យដូចគ្នាឆ្វេងស្ដាំគឺយកពាក្យនឹងដូចគ្នាតមកទៀតអ្នកឃើញមានលេខមានក្បិសអញ្ចឹងធ្វើម៉េចដើម្បីឲ្យអត់ក្បិសអញ្ចឹងខ្ញុំយកកន្លែងខាងក្រោមនេះ coordinate
តម្លាក់យក0វានឹងបាត់វាបើសិនអ្នកគ្នាចង់ដូរ font ដូរទំហំ font អាចចូលកន្លែង font នេះបានតែខ្ញុំគិតថាប៉ុណ្ណឹងខ្ញុំតម្លាក់ font បន្តិចខ្ញុំយកត្រឹម9តូចល្មមបន្តមកទៀតខ្ញុំអត់ចង់បានឲ្យ grid នេះដិតពេកទេវាមើលទៅអត់ស្អាតវាស្កាត់ព្រោះអាហ្នឹងវាអត់សូវសំខាន់អីខ្លាំងទេអញ្ចឹងខ្ញុំចូលកន្លែង scroll មកលើវិញអញ្ចឹងខ្ញុំចូលកន្លែងពាក្យ line មួយនេះអញ្ចឹងខ្ញុំយកកន្លែង simple line អញ្ចឹងខ្ញុំតម្លាក់យកត្រឹមតែ 0.1 ឬក៏អាចយក 0.05 អូខេអញ្ចឹងវាឃើញតូចល្មមដែលខ្ញុំចង់បានព្រាលអត់ឲ្យដិតខ្លាំងបន្តមកទៀតតើផែនទីនេះនៅខ្វះអីខ្លះខ្ញុំដោយសារតែការផលិតផែនទីរបស់ខ្ញុំភាគច្រើនគឺខ្ញុំប្រើជាខ្មែរអញ្ចឹងគឺខ្ញុំមាន nose arrow មួយអញ្ចឹងគឺខ្ញុំ add nose arrow ផ្សេងអញ្ចឹង add nose arrow នេះ nose arrow គឺខ្ញុំដាក់នៅផ្នែកខាងលើបន្តមកទៀតគឺនៅក្នុងនេះវាមាន nose arrow មួយចំនួនប៉ុន្តែខ្ញុំអត់ស្រឡាញ់ទេខ្ញុំចង់ add ថ្មីអញ្ចឹងខ្ញុំចូលកន្លែង raster image អ្នកនេះអាចទាញវាមកបន្តិចអ្នកនេះឃើញកញ្ញា tray 3នេះចុចចូលលើវាទៅរកទីតាំងដែលយើងទុក nose arrow ដែលយើង download អញ្ចឹងជាធម្មតាខ្ញុំទុកនៅក្នុងនេះហើយខ្ញុំប្រើពាក្យជាខ្មែរអញ្ចឹងខ្ញុំទាញវារៀងទំហំធំបន្តិចជាធម្មតា nose arrow គឺគេអត់ដាក់ធំពេកទេព្រោះអាហ្នឹងជានិមិត្តសញ្ញាសម្គាល់មួយដើម្បីដឹងពីផែនទីខាងត្បូងខាងជើងទៅវាមិនសំខាន់ខ្លាំងទេអញ្ចឹងនៅក្នុងនេះខ្វះអីទៀតខ្ញុំខ្វះ scale ហ្នឹងមានន័យថាបង្ហាញពីផែនទីរបស់យើងអញ្ចឹងខ្ញុំគឺតមកទៀត scale នេះអ្នកនេះអាចដូរទម្រង់រូបរាងវាបានតាមចំណង់ចិត្តខ្ញុំក្រាស់ពេកខ្ញុំអត់ចង់បានខ្ញុំតម្លាក់វាហើយនេះយក2ហើយបន្តមកទៀតគឺខ្ញុំទាញវាដាក់ឲ្យស្អាតបន្តមកទៀតខ្ញុំចង់បាន scale មួយដែលវាបង្ហាញពីមាត្រដ្ឋានអញ្ចឹងខ្ញុំ copy ផាសនៅកន្លែងហ្នឹងដែរហើយនៅផ្នែកខាងលើនេះខ្ញុំអ្នកគ្នាចង់បានជាស្អីក៏បានមាន double ឬក៏មានច្រើនទៀតតាមជំរើស style នេះអញ្ចឹងខ្ញុំយក numeric អញ្ចឹងខ្ញុំសរសេរអក្សរមាត្រដ្ឋានចូលពីខ្ញុំយកពាក្យ label នេះគឺខ្ញុំសរសេរមាត្រដ្ឋានពេលសរសេរមាត្រដ្ឋានអ្នកគ្នាអាចព្រមវាឲ្យដាក់វាឲ្យត្រូវឲ្យមើលទៅស៊ីគ្នាទៅខ្ញុំអូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំរួចរាល់ប៉ុណ្ណឹងហើយបន្តមកទៀតតើផែនទីខ្ញុំនៅខ្វះអីទៀតគឺខ្ញុំខ្វះ legend អញ្ចឹងខ្ញុំ add legend គឺខ្ញុំ add នៅផ្នែកខាងនេះនៅពេលដែលអ្នកគ្នាគូសរួច legend ជាធម្មតាវានឹងបង្ហាញមកទាំងអស់គ្រប់ទាំងអស់ប៉ុន្តែមាន legend ខ្លះយើងអត់ចង់បង្ហាញទេដូច world ដូចអីនេះខ្ញុំអត់ចង់បង្ហាញអញ្ចឹងខ្ញុំដោះ Chris Klein នេះសិនជាចំណេញជាដំបូងត្រូវដោះ Chris Klein នេះចង់ដកមួយណាឥឡូវខ្ញុំចង់ដកផែនទីមួយនេះអ្នកគ្នាអាច hide ក៏បានតមកទៀតអ្នកគ្នាអាចចុចសញ្ញាដោះចោលខ្ញុំអត់ចង់ភាសាអត់សំខាន់តមកទៀតនៅខាងលើអ្នកគ្នាឃើញមានពាក្យ inset map អញ្ចឹងអ្នកគ្នាអាចចុចមកស្ដាំទៅវាចុច hide inset map អញ្ចឹងហើយនៅផ្នែកខាងនេះខ្ញុំនឹងដាក់ឈ្មោះជាភាសាខ្មែរឲ្យវាអញ្ចឹងខ្ញុំដាក់ឈ្មោះថាព្រំប្រទល់ឃុំតមកទៀតខាងនេះ double click លើវាចូលដើម្បីដាក់ឲ្យព្រំប្រទល់ស្រុកតមកទៀតអ្នកគ្នាអាចចុចសញ្ញាខ្មៅដៃក៏បានឬក៏ double click បានខ្ញុំដាក់ថាខេត្តព្រំប្រទល់ខេត្តអញ្ចឹងនៅពេលដែលបានប៉ុណ្ណឹងហើយឃើញអ្នកគ្នាឃើញវាមាននៅតែមួយហើយវែងអញ្ចឹងធ្វើម៉េចដើម្បីឲ្យវាទៅជា2បន្ទាត់ខ្ញុំចង់បានវា2បន្ទាត់អ្នកគ្នា scroll down មកក្រោមឃើញពាក្យ column ចុចពាក្យវាទៅជា2អញ្ចឹង2នេះវាបែងចែកទៅតាមប្រភេទ layer តមកទៀតអ្នកគ្នាអាចចុចពាក្យ split layer ដើម្បីវាកាត់ layer ហ្នឹងទៅជា2នៅពេលដែលអ្នកគ្នា split layer រួចឃើញខ្វះអីគេខ្វះពាក្យសម្គាល់ខាងលើគឺខ្ញុំ scroll ទៅលើឃើញ title នេះខ្ញុំដាក់ថានិមិត្តសញ្ញានេះអ្នកគ្នាអាចតម្លាក់ font and text formatting ចុចតម្លាក់វាមានជម្រើសច្រើនដែលយើងទី1នេះ font title ឬគេដាក់ legend title ខ្ញុំយកខ្មែរ F Bulan អញ្ចឹងអ្នកគ្នាឃើញវាការប្រែប្រួលខ្ញុំយក font តែ12ទេហើយខ្ញុំចុចបែកខ្ញុំយកពាក្យ center វាចំកណ្ដាលតមកទៀតខ្ញុំនឹងយកពាក្យ item font នេះឈ្មោះខាងក្រោមនេះគឺខ្ញុំនឹងខ្មែរ F បាត់ដំបងអូខេតមកទៀតគឺ font គឺខ្ញុំយក font ត្រឹម11បានហើយបន្តមកទៀតគឺ sub group font អញ្ចឹង font នេះទាំងអស់នេះអញ្ចឹងខ្ញុំយកខ្មែរ F បាត់ដំបងដែរអូខេអញ្ចឹងអ្នកនរគ្នាឃើញវានិមិត្តសញ្ញានេះវាធំពេកអញ្ចឹងធ្វើឲ្យវាខាត space អ្នកគ្នាអាច scroll down ទៅក្រោមមើលពាក្យថា symbol នេះមាន symbol y អញ្ចឹងកម្ពស់បដ යි អញ្ចឹងខ្ញុំបន្ថយបដ යි យកត្រឹមតែ5ហើយកម្ពស់ខ្ញុំតម្លាក់យកត្រឹមតែ3ទៅបានហើយអញ្ចឹងអ្នកគ្នាអាចឃើញចំណេញ space បន្ទាប់ពីហ្នឹងហើយអ្នកគ្នាឃើញថាវាអត់ស្មើវាអត់ space អត់ល្មមអញ្ចឹងអ្នកគ្នាអាច scroll up ទៅលើហើយយកពាក្យ resize អញ្ចឹងពាក្យ resize នេះមានន័យថាយើងទាញវាកុំឲ្យវារត់មកវិញអញ្ចឹងគ្នាអាចទាញវាបានបន្តិចទៀតហើយបន្ទាប់មកអ្នកគ្នាអាចនៅតែអត់ស្មើទៀតជំរើសចុងក្រោយគឺយើងត្រូវ
ទាញផែនទីនេះឲ្យវាបែកមកនេះវិញដើម្បីកុំឲ្យទៅតមកទៀតយើង scroll វាទៅក្រោមយើងយក script frame ដូចគ្នាដើម្បីវាមើលទៅមានសម្ព័ន្ធភាពស្អាតអូខេអញ្ចឹងនៅផ្នែកនេះគឺខ្ញុំបានបញ្ចប់វាហើយខ្ញុំទាញវាម្ដងតិចឲ្យវាអូខេអញ្ចឹងផែនទីនេះគឺវាបានទៅតាមតម្រូវការរបស់ខ្ញុំតមកទៀតខ្ញុំដាក់មាត្រដ្ឋានឲ្យមាត្រដ្ឋាននេះខ្ញុំតម្លាក់ font បន្តិចខ្ញុំចង់តម្លាក់ font ដើម្បីតម្លាក់ font កន្លែងពាក្យមាត្រដ្ឋាននេះគឺខ្ញុំចូលកន្លែង display អញ្ចឹងមើលពាក្យ font ហើយអាចយកត្រឹម font 9តាមចំណងចំណូលចិត្ត9ឬក៏10ខ្ញុំយកត្រឹម10ចុះអញ្ចឹងខ្ញុំ copy ពាក្យមាត្រដ្ឋាននៅផ្នែកខាងក្រោមខ្ញុំមកផាសនៅផ្នែកខាងលើនេះអូខេអញ្ចឹងខ្ញុំបានប៉ុណ្ណឹងតមកទៀតតើត្រូវធ្វើអីទៀតអញ្ចឹងជាផែនទីក្នុងការផលិតផែនទីមួយដើម្បីឲ្យវាបានស្អាតគឺយើងត្រូវដាក់ពីប្រភពផងឬក៏សរសេរអញ្ចឹងខ្ញុំអាចចូលកន្លែង add dynamic text អញ្ចឹងខ្ញុំយក current ហើយខ្ញុំយក map property អញ្ចឹងខ្ញុំយក map ទី1អញ្ចឹង map ទី1របស់យើងគឺអីគេជា coordinate system អញ្ចឹងខ្ញុំដើម្បីខ្ញុំយកបានគឺខ្ញុំត្រូវ change កិច្ចការផែនទីរបស់ខ្ញុំនេះឬក៏ map ទី1នេះទៅជា UTM សិនអូខេអញ្ចឹងខ្ញុំ change ទៅជា UTM ហើយតមកទៀតគឺខ្ញុំចូលកន្លែង dynamic text នេះអញ្ចឹងគឺខ្ញុំ add ផែនទីទី1នេះទៅជា zone 48 អញ្ចឹងកន្លែងនេះគឺជា coordinate system ដែលផែនទីដែលខ្ញុំជាប្រភេទផែនទីដែលខ្ញុំផលិតតមកទៀតអ្នកគ្នាអាចបន្ថែមអក្សរឬក៏ data ធំ trans marker អីក៏បាននៅពេលដែលខ្ញុំទាញមកវាអាចនឹងឃើញផែនទីនេះដោយសារ scale យើង fix អញ្ចឹងខ្ញុំអាចបន្ថយដាក់ត្រឹមអញ្ចឹងអ្នកគ្នានៅពេលដែល change កន្លែងនេះហើយយើងត្រូវ copy យកមកផាសកន្លែងសារថ្មីអូខេអញ្ចឹងក្នុងនេះខ្ញុំមានតែប៉ុណ្ណឹងអរគុណជម្រាប